មិនគួរឲ្យជឿចន់ពិតជាបានធ្វើអ្វីដែលចម្លែកបែបនេះមែនហួសហេតុពេករហូតដល់មុខរបស់លូស៊ីឡើងក្រហមដោយកំហឹងមិនយូរប៉ុន្មានចន់បានធ្លាក់ចូលទៅក្នុងដៃរបស់លូស៊ីដោយចៃដន្យលូស៊ីដែលចង់ដឹងចង់ឃើញបានតែកំភ្លៀងគាត់ពេញមុខជឿជាក់ថាគាត់បានធ្វើវាដោយចិត្តណាដើម្បីទាញយកប្រយោជន៍ពីនាងដើម្បីដាក់ទោសគាត់នាងបានជន់ទូរស័ព្ទរបស់គាត់ហើយកំទេចវានៅក្រោមជើងរបស់នាងកំពុងមើលទូរស័ព្ទរបស់គាត់បែកចន់ដែលគ្មានទីពឹងបានក្រោកឈរឡើងហើយត្រឡប់ទៅកន្លែងអង្គុយរបស់គាត់វិញប៉ុន្តែមានរឿងចម្លែកមួយបានកើតឡើងនៅលើទូររបស់គាត់មានទូរស័ព្ទអាតកំបាំងមួយដែលគេនិយាយថាមានអំណាចសម្មុតចន់មិនជឿវាទេហើយចាត់ទុកវាដូចជាទូរស័ព្ទធម្មតាមួយនៅតាមផ្លូវត្រឡប់ទៅផ្ទះវិញបន្ទាប់ពីចេញពីសាលារៀនចន់បានរត់ទៅជួបលូស៊ីនៅជិតផ្លូវតូចចង្អៀតមួយលូស៊ីបានហៅគាត់មកហើយចាប់ក្រវ៉ាត់របស់គាត់ដោយកំហឹងសួរអំពីឥរិយាបថធ្ងន់របស់គាត់នៅពេលនោះចន់បានយកទូរស័ព្ទដែលគាត់បានរកឃើញនៅលើទូររបស់គាត់ចេញភ្លាមនោះលូស៊ីបានធ្លាក់ចូលទៅក្នុងភាពស្រពេចស្រពិលមួយចន់បានបញ្ជាឲ្យនាងត្រឡប់ទៅផ្ទះវិញនៅថ្ងៃបន្ទាប់នៅសាលារៀនលូស៊ីបានឃើញចន់ដើរចូលទៅក្នុងថ្នាក់រៀនប៉ុន្តែធ្វើឲ្យនាងភ្ញាក់ផ្អើលចន់ស្រាប់តែចាប់ផ្ដើមធ្វើរឿងដែលធ្វើឲ្យមនុស្សគ្រប់គ្នាឈប់គិតលូស៊ីភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអាកប្បកិរិយារបស់គាត់គ្រាន់តែពេលដែលនាងបោះជំហានទៅមុខដើម្បីសួរចន់អំពីអ្វីដែលកំពុងកើតឡើងគាត់បានទាញទូរស័ព្ទសមាធិចេញភ្លាមនោះលេស៊ីបានធ្លាក់ក្រោមមន្តអាគមរបស់វាហើយចន់បានប្រាប់នាងដោយស្ងប់ស្ងាត់ឲ្យមកផ្ទះរបស់គាត់នៅយប់នោះដើម្បីសិក្សាជាមួយគ្នា